ខណៈពេលដែលសាំងបៀវកំពុងសាប់បៀបានលួចហុចបៀពេជ្រមួយសន្លឹកឲ្យម្នាក់ទៀតក្រោយមកសាំងបៀវធ្វើពុតជាលំខ្យល់ចូលទៅក្នុងបៀសំណាងល្អយុវជននោះមើលឃើញល្បិចរបស់ពួកគេភ្លាមល្បិចលួចលាក់បន្ទាប់មកសាំងបៀវក៏ប្រើវិធីរៀបបៀពេលសាប់ក្រោយពីរៀបលំដាប់បៀបាតរួចក៏ឲ្យយុវជននោះចាប់បៀមុនពេលយុវជននោះបានបៀហើយធ្វើពុតជាមិនមើលបៀបាតក៏ហ៊ានចុះ200000ភ្លាមយើង200000ឈ្នះបាន Benz ឬបងចាញ់ទៅធ្វើជាគោក្របីគុំបារម្ភខ្ញុំចាញ់បានតាមពិតមុនហេតុការបន្តិចពេលយុវជននោះនៅជាអ្នកជំងឺរោគជាតិសាំងបៀវនិងប៉ាពូកំពុងរៀបចំឲ្យប្អូនស្រីរបស់ពួកគេពេលសាំងបៀវចាប់បៀភ្លាមគាត់បានប្រើល្បិចបោកប្រាស់យ៉ាងជំនាញដូរបានបៀអាត់ខ្មៅលេខ3ចៃដនចលនានេះត្រូវបានយុវជនដែលជាអ្នកជំងឺរោគជាតិអង្គុយក្បែរនោះលួចស្ដាប់ឮតែបងប្អូនស្រីទាំងពីរមិនដឹងសោះថែមទាំងរីករាយបបបៀរបស់បេសាចខ្មៅជាប៊ីត្រីឯក3សន្លឹកដែលគេឲ្យមកថែមទាំងនិយាយដោយស្លូតត្រង់ថាលើកនេះឈ្នះហើយទោះព្រះយេស៊ូវយាងមកក៏គ្មានប្រយោជន៍ដូច្នេះប្អូនស្រីក៏សម្រេចចិត្តតាមគេ100បន្ទះជីបតែម្ដងតែមិនដឹងថាការសម្រេចចិត្តសាមញ្ញនេះបានចូលអន្ទាក់បេសាចខ្មៅពេញកំហឹងព្រោះពេលនេះបេសាចខ្មៅក្នុងដៃរបស់គេត្រូវបានគេលួចបដូរបានពីមួយឈុតតែអាចស៊ីប៊ីត្រីឯកកម្ពុជាជាប៊ីលែតរបស់ខ្លួនដូច្នេះបេសាចខ្មៅក៏ចិត្តណាបន្ថែមដល់20000ដើម្បីដាក់នុយចាប់ត្រីធំឲ្យប្អូនស្រីខាងនោះឆាប់ជាប់អន្ទាក់បងដាក់ទៅឆាប់តាមគេទៅមិនស្រួលទេយីបងនេះជាប៊ីត្រីឯកធំបំផុតហើយលាក់កន្ទុយធ្វើអីឯងព្រួយអ្វីទៅបើមិនតាមគេទេច្បាស់ជាបោះប៊ីចោលហើយនិយាយដល់ទៅនេះហើយក្មេងនេះដើរតាមភ្លាមពេលបងស្រីចង់ដកវិញតែពួកគេរារាំងភ្លាមថាដាក់ឲ្យដកមិនបានលេងប្រែប្រួលហើយបន្ទាប់មកក្មេងនេះក៏យ៉ាងជឿជាក់បង្ហាញវាខ្លាភ្លាមវាខ្លាឈ្នះអត់ឃើញហើយសាំងភៀវសើចភ្លាមសាំងភៀវម្នាក់ទៀតក៏លេងសើចថាគាត់លេងបៀនេះពាក់កណ្ដាលជីវិតហើយមិនដែលបានបៀខ្លាទេនិយាយចប់សាំងភៀវក៏បង្ហាញបៀ235ដែលស៊ីបៀខ្លាបង្ហាញវាធ្វើឲ្យប្អូនស្រីចាញ់អស់ឃើញបែបនេះក្មេងនេះគិតក្នុងចិត្តថាសាំងភៀវបន្លំតែសាំងភៀវប្រកែកថាគ្មានភស្តុតាងគុំមកស្រែកនិយាយចប់គាត់ក៏ក្រោកឲ្យក្មេងនេះឆែកខ្លួនតែបើរករឿងមិនឃើញនោះទុកដៃមួយគឺភ្លាមប្អូនប្រុសភ័យស្លន់ស្លោដោយគ្មានជំរឿក្នុងនាមជាបងស្រីក៏បានការពារប្អូនប្រុសដោយមិនដឹងខ្លួនហើយជ្រើសរើសចុះចាញ់ដោយស្ម័គ្រចិត្តប៉ុន្តែមិនដឹងថាបុរសរោគជាតិដែលអង្គុយម្ខាងនោះនឹងធ្វើឲ្យសាំងបៀវបងថ្លៃកាន់តែធ្ងន់ធ្ងរព្រោះបច្ចេកទេសផ្លាស់ប្ដូររបស់គាត់បានវឹកហាត់ដល់កម្រិតកំពូលហើយបន្ទាប់មកសាំងបៀវឃើញនារីនោះចាញ់អស់លុយសន្សំក៏ឆ្លៀតបង្គាប់ឲ្យមន្ត្រីយកឈីបមួយដុំទៀតមកឲ្យនាងខ្ចីដើម្បីឲ្យនាងញៀនលបែងទាំងស្រុងហើយឈីប500,000នេះត្រូវតែតាមក្បួនខ្នាតខ្ចីលុយនៅទីនេះគឺខ្ចី9សង13ត្រូវតែសង650,000ស្អីឯងមិនទៅសម័យរាជវង្សមានទេយើងអត់មានលុយច្រើនដល់ម្លឹងទេយល់ថាគ្មានលុយច្រើនសាំងបៀវក៏ហៅមនុស្សម្នាក់ឲ្យយកកិច្ចសន្យាមកមុនបង្ខំបងស្រីឲ្យបោះត្រាមេដាយព្រោះតែបែបនេះទើបពួកគេប្រកាសពេលចង់សាប់បៀប្អូនស្រីក៏ខាត់ភ្លាមគឺខ្លាចសាប់បៀបោកខ្ញុំគ្មានបៀលេងចាំមើលឯងលេងមិនទៀតនេះជាទឹកចុងក្រោយមួយទឹកដឹងឈ្នះចាញ់តែបៀទាំងអស់នេះបានសម្គាល់បៀតូចទោះឯងបានបៀអីក៏ដោយគេក៏ឃើញច្បាស់ទាំងអស់ដល់ពេលគេបានបៀបន្ត2 3 4គេហ៊ានបង្ហាញដោយជឿជាក់ព្រោះពេលនេះគេបានដឹងបៀក្នុងដៃប្អូនស្រីអស់ហើយលេងទៅគេមិនលេងបៀបន្តនេះទេយើងនៅមានឱកាសសន្លឹកទី1គ្វីនក្បាលត្រីមិនក៏គេដឹងបៀខ្ញុំសន្លឹកទី2គ្វីនបេដូងសន្លឹកចុងក្រោយខ្វែខ្ញុំមានឈុតព្រមទាំងគូដកមានអីឈ្នះខ្ញុំចប់ហើយបើកបៀមកទឹកនេះខ្ញុំហ៊ានតាមដល់កំពូល